ហេតុអ្វីសង្គ្រាមអាចធ្វើឲ្យ Bitcoin ធ្លាក់ចុះហើយពេលខ្លះអាចធ្វើឲ្យមានការកើនឡើងសួស្តីប្រិយមិត្ត Vertex នៅក្នុង cryptocurrency តម្លៃមានភាពប្រែប្រួលខ្លាំងណាស់ហើយព្រឹត្តិការណ៍សកលលោកជាពិសេសសង្គ្រាមឬភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃ Bitcoin អ្វីដែលគួរចាប់អារម្មណ៍នោះគឺថាពេលខ្លះសង្គ្រាមអាចធ្វើឲ្យ Bitcoin ធ្លាក់ចុះយ៉ាងគំហុកពេលខ្លះទៀតវាបែរជាធ្វើឲ្យតម្លៃកើនឡើងទៅវិញថ្ងៃនេះខ្ញុំនឹងបកស្រាយពីកត្តានានាដែលបណ្ដាលឲ្យមានប្រតិកម្មខុសគ្នាទាំងនេះ1កត្តាធ្វើឲ្យ Bitcoin ធ្លាក់ចុះពេលមានសង្គ្រាមនៅពេលដែលមានសង្គ្រាមរស់ឡើងដំបូងតម្លៃ Bitcoin តែងតែមាននិន្នាការធ្លាក់ចុះនេះបណ្ដាលមកពីកត្តាជាច្រើនទី1ភាពភ័យខ្លាចនឹងការលក់ចេញសង្គ្រាមបង្កឲ្យមានភាពមិនច្បាស់លាស់ខ្លាំងក្នុងទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោកវិនិយោគិនជាពិសេសអ្នកវិនិយោគ Retail Investor តែងតែមានការភ័យខ្លាចនឹងលក់ចេញទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់ដើម្បីប្តូរយកសាច់ប្រាក់ឬទ្រព្យសម្បត្តិណាដែលមានសុវត្ថិភាពជាងដូចជាមាសឬប្រាក់ដុល្លារអាមេរិក Bitcoin ទោះបីត្រូវបានគេហៅថាមាស Digital ក៏ដោយក៏នៅតែត្រូវបានចាត់ទុកជាទ្រព្យដែលមានហានិភ័យខ្ពស់នៅក្នុងដំណាក់កាលដំបូងនៃវិបត្តិនេះទី2ការកាត់បន្ថយហានិភ័យដោយស្ថាប័នធំវិនិយោគិនស្ថាប័នធំតែងតែមានគោលការណ៍កាត់បន្ថយហានិភ័យនៅពេលដែលទីផ្សារមានភាពតានតឹងពួកគេនឹងលក់ចេញនៅទ្រព្យសម្បត្តិដែលមានភាពប្រែប្រួលខ្ពស់ដូចជា Bitcoin ដើម្បីរក្សាទុកដើមទុនឬបង្វែរទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងទី3ការរត់រកស្ថិរភាពក្នុងគ្រាមានវិបត្តិមនុស្សតែងតែស្វែងរកទ្រព្យសម្បត្តិដែលត្រូវបានគេជឿជាក់ថាមានស្ថិរភាពប្រាក់ដុល្លារអាមេរិកនិងមាសជាប្រវត្តិសាស្ត្រត្រូវបានចាត់ទុកថាជាទ្រព្យការពារហានិភ័យខ្ពស់ដូច្នេះលំហូរទុននឹងហូរចូលទៅរកទ្រព្យសម្បត្តិទាំងនេះវិញធ្វើឲ្យ Bitcoin ធ្លាក់ចុះជាបណ្ដោះអាសន្នទី2កត្តាធ្វើឲ្យ Bitcoin កើនឡើងពេលមានសង្គ្រាមទោះបីជាមានការធ្លាក់ចុះដំបូងក៏ដោយក្នុងរយៈពេលវែងតម្លៃ Bitcoin អាចនឹងងើបឡើងវិញឬថែមទាំងកើនឡើងទៀតផងនេះបណ្ដាលមកពីកត្តាជាច្រើនទី1ការការពារប្រឆាំងនឹងអតិផរណាសង្គ្រាមច្រើនតែនាំឲ្យមានការកើនឡើងអតិផរណាដោយសារការចំណាយរដ្ឋាភិបាលកើនឡើងគោលនយោបាយរូបិយវត្ថុធូររលុងនិងការរំខានដល់ខ្សែសង្វាក់គុកពន្ធ Bitcoin មានចំនួនត្រឹមតែ21លានកាក់វាត្រូវបានគេមើលឃើញថាជាការការពារដ៏ល្អប្រឆាំងនឹងការបាត់បង់តម្លៃនៃរូបិយប័ណ្ណធម្មតាមនុស្សអាចងាកមកកាន់ Bitcoin ដើម្បីរក្សាទុកតម្លៃទ្រព្យសម្បត្តិរបស់ពួកគេទី2 Bitcoin គ្មានព្រំដែននិងធន់នឹងការត្រួតពិនិត្យនៅក្នុងប្រទេសដែលងាយរងផលប៉ះពាល់ដោយសង្គ្រាមឬស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចប្រព័ន្ធធនាគារប្រពៃណីអាចនឹងត្រូវបានរំខាន Bitcoin ដែលជាបណ្ដាញវិមជ្ឈការនិងគ្មានព្រំដែនអាចក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការផ្ទេរនិងរក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេដោយមិនចាំបាច់ពឹងផ្អែកលើធនាគារឬរដ្ឋាភិបាលឧទាហរណ៍ជាក់ស្ដែងកាលពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនតម្រូវការគ្រីបតូនៅប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងទី3ការបាត់បង់ទំនុកចិត្តលើរូបិយប័ណ្ណជាតិនៅក្នុងតំបន់ចំនួនរូបិយប័ណ្ណក្នុងស្រុកអាចនឹងបាត់បង់តម្លៃយ៉ាងឆាប់រហ័សដោយសារភាពមិនប្រកបវិជ្ជាខាងសេដ្ឋកិច្ចនិងនយោបាយនេះជំរុញឲ្យប្រជាពលរដ្ឋស្វែងរកជម្រើសផ្សេងដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេហើយ Bitcoin អាចជាជម្រើសមួយដ៏គួរឲ្យទាក់ទាញទី4ការចូលរួមរបស់ស្ថាប័ននិងការទទួលយកកាន់តែច្រើនកាលពីមុន Bitcoin ត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់សុទ្ធសាធប៉ុន្តែបច្ចុប្បន្នមានស្ថាប័នធំនិងក្រុមហ៊ុនល្បីៗជាច្រើនបានចាប់ផ្ដើមវិនិយោគនិងទទួលយក Bitcoin ការចូលរួមរបស់ពួកគេអាចជួយទប់ទល់នឹងភាពប្រែប្រួលនិងផ្ដល់ស្ថិរភាពមួយកម្រិតក្នុងរយៈពេលវែងទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយសរុបមកប្រតិកម្មរបស់ Bitcoin ចំពោះសង្គ្រាមគឺមានភាពស្មុគស្មាញនិងអាស្រ័យលើកត្តាជាច្រើននៅក្នុងដំណាក់កាលដំបូងនៃចំនួនភាពភ័យខ្លាចនឹងការកាត់បន្ថយហានិភ័យច្រើនតែធ្វើឲ្យតម្លៃធ្លាក់ចុះព្រោះវិនិយោគិនចាត់ទុកថាវាជាទ្រព្យដែលមានហានិភ័យខ្ពស់ប៉ុន្តែនៅក្នុងរយៈពេលវែងនៅពេលដែលមានភាពមិនប្រកបវិជ្ជាផ្នែកសេដ្ឋកិច្ចនិងនយោបាយបន្តអូសបន្លាយ Bitcoin អាចត្រូវបានគេមើលឃើញថាជាមធ្យោបាយការពារប្រឆាំងនឹងអតិផរណានិងជាទ្រព្យសម្បត្តិដែលគ្មានព្រំដែនជំរុញឲ្យតម្លៃរបស់វាកើនឡើងខ្ញុំសង្ឃឹមថាការបញ្យល់នេះនឹងជួយឲ្យបងប្អូនយល់កាន់តែច្បាស់អំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងសង្គ្រាមនិងតម្លៃ Bitcoin សូមបងប្អូនបន្តសិក្សានិងវិភាគទីផ្សារដោយប្រុងប្រយ័ត្នជានិច្ចមុននឹងសម្រេចចិត្តវិនិយោគណាមួយ
ព្រោះទីផ្សារ crypto នៅតែមានភាពប្រែប្រួលខ្ពស់